បាទសួស្តីបងប្អូនទាំងអស់គ្នានេះជាវីដេអូរបៀបប្រើប្រាស់ម៉ាស៊ីនត្រជាក់ចល័តមិនថាຂະຫນាតមួយសេសឬក៏មួយសេសកន្លះយើងមួយសេស245មួយសេសកន្លះ285បាទតម្លៃពិសេសមែនទែនជាមួយនឹងមុខងារងាយស្រួលតម្លើងនៅខ្លួនឯងងាយស្រួលមែនទែនសម្រាប់ម៉ាស៊ីននេះងាយស្រួលទិញងាយស្រួលតម្លើងងាយស្រួលប្រើប្រាស់អញ្ចឹងសម្រាប់ប្រើប្រាស់វិញបងប្អូនគ្រាន់តែចុចបើកនៅលើតៃលេក៏បានចុចបើកនៅលើម៉ាស៊ីននេះតែម្ដងក៏បានដែរចឹងបងប្អូនចុច power ទៅវានឹងធ្វើការដំណើរការត្រជាក់តែម្ដងបើកភ្លាមគឺត្រជាក់ភ្លាមបងប្អូនអាចធ្វើការមកតេស្តនៅ showroom បានពីកម្រិតនៃភាពត្រជាក់របស់វាអញ្ចឹងមានមុខងារមាន mode នេះបងប្អូនអាចប្រើមុខងារ mode នេះដើម្បីបើកំណត់ភាពត្រជាក់តាមតម្រូវការទី1គឺបងប្អូនកម្រិតភាពត្រជាក់ធម្មតាទី2គឺត្រជាក់ស្ងួតទី3គឺកង្ហារបាទនៅពេលដែលបងប្អូនចុច mode បាទដល់ fan នេះបងប្អូនអាចបញ្ជាខាងនេះបានទៅលើកម្លាំងខ្យល់តិចឬក៏ខ្លាំងអញ្ចឹងបងប្អូនអាចចុច fan ទៅវាមានកម្រិត high បាទបានន័យថាខ្យល់ចេញមកខ្លាំងបើ mid នេះបានន័យថាខ្យល់ចេញមកមធ្យមបើ low នេះខ្យល់ចេញមកបាទលក្ខណៈតិចអញ្ចឹងណាបងប្អូនហើយកំណត់អង្សាកំណត់អីអាចមើលទៅលើនេះបានអញ្ចឹងសម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់នេះគឺងាយស្រួលខ្លាំងមែនតើបងគឺមុខងារនេះអត់មានការស្មុគស្មាញសាំញ៉ាំទេគឺងាយស្រួលក្នុងការប្រើប្រាស់អញ្ចឹងបើ mood ចង់បានត្រជាក់ធម្មតាបងប្អូនចុចតែ cool នេះទៅគឺវានឹងដំណើរការបងប្អូនអាចធ្វើការសេរីសីតុណ្ហភាពបើបងប្អូនចង់ត្រជាក់ប្រមាណអង្សាបងប្អូនដាក់ប៉ុណ្ណឹងទៅគឺវានឹងដំណើរការទៅតាមអ្វីដែលបងប្អូនកំណត់